ល្បីថាមាន់ស្ពៃខ្មៅគឺជាម្ហូបតុកកាមួយប្រភេទដែលគេពេញនិយមទៅញ៉ាំការញ៉ាំអីចឹងណាបងប្អូនតែខ្ញុំនៅមិនដែលសាមិនដែលញ៉ាំទេបងប្អូនចឹងហើយក៏គិតថាថ្ងៃនេះបើមកចេញស្នាដៃដើម្បីគ្រួសារម្ដងចឹងជាដំបូងគឺខ្ញុំមកច្រាមខ្ទឹមសយើងសិនមកហើយការចិញ្ច្រាំខ្ទឹមសរបស់ខ្ញុំនេះដែរគឺខ្ញុំទុកយកទៅលីងចឹងណាបងប្អូនចឹងជាបន្ទាប់មកទៀតគឺនេះគឺជាស្ពៃខ្មៅឬក៏ហៅថាស្ពៃឈួលស្ពៃហាងអីហ្នឹងបងប្អូនគឺរបៀបហៅគឺវាមានច្រើនប្រភេទចឹងណាបងប្អូនតែសម្រាប់ខ្ញុំគឺខ្ញុំហៅស្ពៃខ្មៅនឹងឯងចឹងសម្រាប់ស្ពៃខ្មៅនេះគឺខ្ញុំយកតែធាងវាណាបងប្អូនគឺខ្ញុំអត់យកស្លឹកទេដោយតែបងប្អូនបានដឹងស្រាប់ហើយព្រោះថាធ្វើមុនស្ពៃខ្មៅគឺគេយកតែគល់វានឹងឯងចឹងជាបន្តមកទៀតហ្នឹងគឺខ្ញុំដាក់ដាំទឹកឲ្យពុះហើយឆ្លៀតបន្ថែមអំបិលបន្តិចហើយដើម្បីឲ្យទឹកឆាប់ពុះហើយបើផ្នែកមាន់វិញគឺខ្ញុំប្រើកំភ្លើបងប្អូនកំភ្លើហើយនឹងជាប់តាមទ្រូងគឺខ្ញុំធ្វើតែមកចាហៀងហ្នឹងឯងបងប្អូនព្រោះសារអីធាងស្ពៃខ្មៅហ្នឹងគឺថាវាតិចដែរអញ្ចឹងណាបងប្អូនកន្លះគីឡូហ្នឹងគឺដកយកទៅស្លឹកចេញអីចេញអស់ហ្នឹងគឺថានៅសល់ប្រហែល2ខាំកន្លះអីទេបងប្អូនហើយបន្តមកទៀតហ្នឹងយើងមកមើលមាន់យើងមកនៅពេលដែលយើងលាងបន្លែយើងហើយយើងមកមើលមាន់ហ្នឹងគឺឆ្អិតចិត្តឆ្អិនហើយបងប្អូនប្រហែលជា70%គឺវានៅខ្វះ30%ទៀតចឹងណាចឹងហើយខ្ញុំដាក់បន្ថែមគ្រប់ឆ្អិនតែម្ដងព្រោះថាធ្វើម្ហូបមុខនោះគឺត្រូវការឆ្អិនទាំងអស់ហើយបន្តមកទៀតហ្នឹងគឺខ្ញុំមករំលីងខ្ទឹមសដែលខ្ញុំគិតច្រាំបំវិញមិញហ្នឹងណាបងប្អូនជើងក៏ច្រាមឲ្យរៀងធំក្លិនឈ្ងុយតិចមករៀងក្រហមជើងកន្លាតហ្នឹងឯងបងប្អូនហើយយើងប្រញាប់ស្រង់វាមកចាំទៅមុខម្ហូបមកប្រភេទនេះហាយើងខ្វះខ្ទឹមបំពងនេះក៏អត់បានទេបងប្អូនដូចបាត់បង់ក្លិនបាត់បង់ឈ្ងុយអញ្ចឹងណាបងប្អូនយើងស្រង់វាដាក់ទុកដលែកមកបន្ទាប់មកទៀតហ្នឹងគឺប្រេងដែលនៅសល់ហ្នឹងគឺខ្ញុំចាក់ទឹកហើយគឺខ្ញុំទុកស្រោះធាងបន្លែយើងមិនគឺស្ពៃខ្មៅយើងហ្នឹងឯងណាបងប្អូនដាំទឹកនឹងទុកឲ្យពុះហើយចាំយើងមកបើកមាន់ហើយមាន់នេះគឺខ្ញុំយកឆ្អិន100%តែម្ដងហើយមើលទៅបងប្អូនគឺឆ្អិនខ្លាំងតែម្ដងណាបងប្អូនហើយនៅពេលដែលខ្ញុំហែកមាន់នោះគឺថាវានៅក្តៅតិចៗចឹងណាបងប្អូនបើរយៈពេលដែលខ្ញុំទុកចោលគឺប្រហែល20ទៅ30នាទីតែវាអត់ទាន់អស់ក្តៅអញ្ចឹងណាបងប្អូនគឺហែកទៅបាត់សល់ប៉ុណ្្នឹងឯងបងប្អូនហើយនិយាយចាំទៅមើលទៅថាប្រភេទបន្លែអញ្ចឹងណាបន្លែបន្តិចគឺយើងធ្វើសាច់មាន់ក៏តិចទៅតាមនឹងដែរហើយឥឡូវយើងមកមើលធាងរបស់វាហ្នឹងធាងស្ពៃហ្នឹងគឺថាខ្ញុំស្រោះត្រឹមតែ2-3នាទីអីទេបងប្អូនព្រោះថាធាងបន្លែហ្នឹងគឺវាងាយនឹងឆ្អិនខ្លាំងណាស់នៅពេលដែលវាឆ្អិនហើយអញ្ចឹងយើងយកទៅត្រាំជាមួយទឹកកកនៅពេលដែលយើងត្រាំទឹកកកអញ្ចឹងហើយគឺវានៅស្រួយឆ្ងាញ់អញ្ចឹងណាបងប្អូនហើយឥឡូវយើងចាប់តាមមកផ្សំគ្រឿងមកគ្រឿងនេះគឺមានដូចជាស្ករអំបិលប៊ីចេងម្សៅស៊ុបបងប្អូនហើយនិយាយចាំទៅមុខម្ហូបមកប្រភេទនេះបងប្អូនដូចដឹងស្រាប់ហើយគឺងាយស្រួលទេបងប្អូនអត់មានអីពិបាកទេបើសិនជាបងប្អូនណាមិនធ្លាប់បានញ៉ាំអាចធ្វើសាកញ៉ាំម្ដងបងប្អូនធានាតែឆ្ងាញ់ខ្លាំងមែនតើហើយចំពោះមាន់ស្ពៃខ្មៅនេះដែរគឺខ្ញុំអត់ប្រើទឹកត្រីណាបងប្អូនគឺខ្ញុំប្រើទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងហើយអ្វីដែលខ្វះមិនបានគឺប្រេងល្ងបងប្អូនប្រេងល្ងនេះគឺបង្កើនក្លិនឈ្ងុយឆ្ងាញ់ហើយបន្តមកទៀតនេះគឺយើងចាក់ខ្ទឹមបំពងបាញ់មិញទៅនិយាយចាំទៅខ្ញុំក៏ច្រាមខ្ទឹមនេះរៀងច្រើនដែរអញ្ចឹងខ្ញុំចាក់តែពាក់កណ្ដាលទេបងប្អូនខ្ញុំទុកពាក់កណ្ដាលហើយនៅពេលដែលខ្ញុំច្បល់ចូលគ្នារួចហើយបងប្អូននៅភ្លក់បន្តិចគឺថាអូឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយក៏ប៉ុន្តែខ្ញុំអត់ទាន់ញ៉ាំភ្លាមណាបងប្អូនព្រោះថាម្ហូបតុកកាមួយមុខនេះគឺត្រូវការយកតែខ្លះសេដើម្បីឲ្យត្រជាក់សិនទើបញ៉ាំឆ្ងាញ់ណាបងប្អូនអ្នកដែលមិនធ្លាប់បានធ្វើគឺសាកធ្វើញ៉ាំម្ដងទៅបងប្អូនគឺធានាថាឆ្ងាញ់ខ្លាំងខ្ញុំហើយមុខម្ហូបមួយមុខនេះគឺខ្ញុំឲ្យ10លើ10តែម្ដងបងប្អូននឹបហើយបន្ទាប់ពីបានខ្លះសេ5ម៉ោងរួចមកបងប្អូននិយាយពីថាថ្ងៃនេះចាំថ្ងៃបងប្អូនខ្ញុំមកលេងទេនិយាយពីថាម្នាក់ឲ្យមេដៃសឹងតាឲ្យសរសើរមិនដាច់ពីមាត់ទេបងប្អូនហើយអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា